អង្គការសុខភាពពិភពលោក WHO បានទាញកណ្ដឹងប្រកាសអាសន្នចំពោះជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជាដោយព្រមានថាពលរដ្ឋកម្ពុជាម្នាក់នៅក្នុងចំណោម5នាក់ប្រឈមនឹងការជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលនៅក្នុងរយៈពេល10ឆ្នាំខាងមុខស្របពេលដែលជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាចំនួន60000នាក់នៅក្នុងមួយឆ្នាំនៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ WHO បានលើកឡើងថាពលរដ្ឋកម្ពុជាដែលរងហានិភ័យនៃការកើតជំងឺគាំងបេះដូងឬដាច់សរសៃឈាមនៅក្នុងខួរក្បាល10ឆ្នាំខាងមុខគឺជាក្រុមមនុស្សដែលមានចន្លោះពី40ទៅ69ឆ្នាំស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិដដែលប្រមានបន្ថែមថាជំងឺមិនឆ្លងគឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាហើយជំងឺនេះដែលបង្កអត្រាមរណៈខ្ពស់ជាងគេគឺជំងឺសរសៃឈាមបេះដូងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺមហារីកនិងជំងឺទឹកនោមផ្អែមជំងឺមិនឆ្លងទាំងនេះជាមូលហេតុចម្បងនៃពិការភាពនិងការស្លាប់យោងតាមអង្គការសុខភាពពិភពលោកជំងឺមិនឆ្លងបានកើតឡើងបានដោយសារតែការទទួលទានអាហារមិនល្អការពិសាស្រាហួសកម្រិតការជក់បារីការពិសាអាហារឬភេសជ្ជៈ